Hades ជាស្ដេចនៃឋានក្រោមជាព្រះដែលគ្រប់គ្រងឋានមនុស្សស្លាប់និងជាអ្នកមើលការខុសត្រូវគ្រប់គ្រងគ្រប់ផ្នែកទាំងអស់នៃឋានក្រោម Hades ជាបុត្រទី4របស់ Titan Kronos និង Rhea ហើយត្រូវជាបងបង្កើតរបស់ Zeus និង Poseidon ឋានក្រោមនោះត្រូវបានគេហៅឈ្មោះថា Hades គឺដូចឈ្មោះរបស់ទ្រង់ដែលជាអ្នកគ្រប់គ្រងវាផងដែរ Hades ជាឋានសម្រាប់មនុស្សទាំងអស់ដែលបានចែកឋានទៅព្រលឹងនៃមនុស្សស្លាប់ទាំងអស់ត្រូវចូលទៅឋានក្រោមហើយត្រូវឆ្លងកាត់ចៅក្រម3នាក់នៃឋានក្រោមដើម្បីកាត់សេចក្តីព្រលឹងនោះហើយព្រលឹងដែលកាត់សេចក្តីរួចត្រូវទៅទីឋានដ៏ស័ក្តិសមតាមអ្វីដែលពួកគេបានប្រព្រឹត្តនៅពេលដែលនៅរស់ក្រៅពីតួនាទីក្នុងការគ្រប់គ្រងឋានមនុស្សស្លាប់ព្រះ Hades ត្រូវបានគេហៅថា Unseen One ជាអ្នកដែលមិនអាចមើលឃើញដោយមូលហេតុថាទ្រង់មានមួកទឹកមួយដែលជាអំណោយពីពពួក Cyclops ដែលពេលដែលពាក់មួកនោះហើយទ្រង់អាចមានសមត្ថភាពបំបាំងកាយហើយគ្មាននរណាអាចមើលទ្រង់ឃើញឡើយពួករ៉ូម៉ានក៏ហៅព្រះអង្គនេះថា Pluto ដែលមានន័យថាជាព្រះនៃទ្រព្យសម្បត្តិឬជាអ្នកដែលផ្ដល់ទ្រព្យសម្បត្តិដ៏មហាសាលព្រោះទ្រង់ជាអ្នកគ្រប់គ្រងឋានក្រោមដែលមានសម្បត្តិមហាសាលនៃរ៉ែដ៏មានតម្លៃនៅក្រោមដីជាច្រើនព្រះ Hades ត្រូវបានគេពណ៌នាថាមានរូបរាងខ្ពស់និងរឹងមាំព្រះភ័ក្ត្រទ្រង់មើលទៅមានអំណាចស័ក្តិសមជាស្ដេចប៉ុន្តែទឹកមុខព្រះមិនញញឹមនោះទេ Hades មានទឹកមុខស្មើធេងដែលបង្ហាញអំពីភាពមិនលំអៀងភាពច្បាស់លាស់និងម៉ឺងម៉ាត់នៅក្នុងតួនាទីរបស់ខ្លួនជាទូទៅទ្រង់គ្រងសម្លៀកបំពាក់ពណ៌ខ្មៅឬពណ៌ស្វាយជាំកេតនភ័ណ្ឌរបស់ Hades មានដូចជាលំពែងមុខ2ជួនកាលគេពិពណ៌នាថាទ្រង់កាន់ដំបង Scepter ផងដែរអាវុធទិព្វរបស់ទ្រង់ជាមួកចម្បាំងដែលពាក់ទៅអាចបំបាំងកាយបានឬយើងហៅថា Helm of Darkness សត្វចិញ្ចឹមរបស់ព្រះ Hades ជាឆ្កែក្បាល3ជាបិសាចឆ្កែមានឈ្មោះ Cerberus ដែលមានតួនាទីយាមទ្វារនៅឋាន Hades នេះតួនាទីរបស់ Cerberus គឺយាមទ្វារកុំឲ្យមនុស្សរស់ចូលទៅឋានមនុស្សស្លាប់ហើយកុំឲ្យព្រលឹងមនុស្សស្លាប់ចេញពីឋានក្រៅជួនកាលទ្រង់ក៏ជាប់ពាក់ព័ន្ធនឹងសត្វពស់ឬជាមពណ៌ខ្មៅដែលតំណាងឲ្យការលះបង់ឬដង្វាយចំពោះព្រះគេមិនសូវនិយាយច្រើនអំពីព្រះ Hades នោះទេព្រោះថាមនុស្សសម័យបុរាណនៅចំនួននោះខ្លាចសេចក្តីស្លាប់ដូច្នេះហើយពួកគេមិនហ៊ាននិយាយអ្វីទាក់ទងនឹងព្រះដែលគ្រប់គ្រងឋានមនុស្សស្លាប់នោះឡើយមួយវិញទៀតព្រះ Hades ជាព្រះដែលស្ងប់ស្ងាត់និងប្រកាន់ខ្ជាប់តួនាទីយ៉ាងម៉ឺងម៉ាត់មិនងាយទៅណាចោលទីដែលទ្រង់គ្រប់គ្រងនោះឡើយហេតុនេះហើយទើបព្រះ Hades មិនសូវមានមុខច្រើននៅក្នុងរឿងទេវកថាធំផ្សេងទៀតនោះឡើយនៅក្នុងខ្សែភាពយន្តដូចជាភាពយន្ត Hollywood គេតែងយកតួអង្គព្រះ Hades នេះធ្វើជាតួអង្គអាក្រក់ព្រោះគេតែងតែផ្សារភ្ជាប់ឋានមនុស្សស្លាប់ទៅនឹងទីបិសាចហើយអ្នកដែលគ្រប់គ្រងឋានមនុស្សស្លាប់នៅក្នុងការគិតរបស់គេគឺជាបិសាចឬក៏ជាមនុស្សអាក្រក់ហើយនេះហើយព្រះ Hades ត្រូវបានគេយកទៅប្រៀបប្រដូចនឹងបិសាចដូចជាបិសាចសាតាំងដែលជាសភាវៈអាក្រក់ទៅវិញទាំងនៃការពិតព្រះ Hades គឺជាព្រះដែលមានភាពម៉ឺងម៉ាត់ខ្ជាប់ខ្ជួននៅក្នុងការបំពេញតួនាទីរបស់ខ្លួនតែប៉ុណ្ណោះនិងមិនហើពើនៅក្នុងការធ្វើរឿងប្លែកៗផ្សេងទៀតដូចជាព្រះ Zeus និង Poseidon ឡើយហើយរឿងមួយដ៏គួរឲ្យកត់សម្គាល់ដែលព្រះ Hades បានធ្វើគឺការចាប់បង្រួត Persephone ត្រូវជាក្មួយស្រីរបស់ខ្លួនទៅធ្វើជាមហេសីនៅឋានក្រោមយើងនឹងនិទានរឿងនេះនៅក្នុងភាគបន្តទៀតសូមអរគុណ